បងប្អូនយើងមានព័ត៌មានថ្មីមួយអាប់ដេតចេញពីក្រសួងការពារជាតិការពារល្ងាចមិញដែលសៀមបានធ្វើការបាញ់ប្រមាណជាង22គ្រាប់នៅច្រកព្រំប្រទល់អូស្មាច់បាទបងប្អូនមែនទែនទៅសៀមបានធ្វើការបាញ់ប្រហារនេះកាលពីព្រឹកមិញម្លេះបាទក្នុងម៉ោង9ជាងហើយវាបាញ់ហើយបាញ់ទៀតបាញ់ហើយបាញ់ទៀតហើយធ្វើការគម្រាមកំហែងដល់ទីហ៊ានយើងនឹងច្រើនលើកច្រើនសារមែនទែនបាទចំណាកាលពីព្រឹកមិញនេះក៏មានករណីនេះកើតឡើងហើយក្រសួងការពារជាតិក៏បានចុះផ្សាយដែរពាក់ព័ន្ធទៅនឹងបញ្ហាហ្នឹងមែនទេទៅខ្ញុំឃើញខាងថៃគេបានចុះផ្សាយថាកម្ពុជាយើងបានធ្វើការបាញ់អីចឹងទៅតែមែនទេទៅបើតាមការប្រកាសចេញពីក្រសួងការពារជាតិគឺភាគីថៃបានធ្វើការបាញ់ប្រហារប្រមាណជាង22គ្រាប់ហើយការបាញ់នេះគឺបាញ់លើទឹកដីរបស់យើងទេប៉ុន្តែទឹកដីរបស់យើងហ្នឹងគឺជាដីដែលសៀមបានធ្វើការឈ្លានពានកាន់កាប់ដោយខុសច្បាប់បាទឡើយនេះដើម្បីកុំឲ្យខាតពេលវេលាយូរតើសៀមបានធ្វើការបាញ់យ៉ាងណាយ៉ាងไรខ្លះឥឡូវយើងមកស្ដាប់ការប្រកាសក៏ជាព័ត៌មានចាក់ស្ដែងចេញពីក្រសួងការពារជាតិរបស់គ្នាបាទដើម្បីកុំឲ្យយើងពេច7ទៀតថាតើព័ត៌មាននឹងពិតអីចឹងទៅតែចាក់ស្ដែងនេះគឺជាព័ត៌មានពិតដែលចេញផ្សាយដោយក្រសួងការពារជាតិកាលពីមុននេះបន្តិចបាទឥឡូវខ្ញុំសូមធ្វើការអានព័ត៌មានតែម្ដងសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាណែនាំពាក្យក្រសួងការពារជាតិនៃប្រជាជនកម្ពុជាសូមជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិបានជ្រាបថាយោងតាមព័ត៌មានដែលទទួលបានពីយុទ្ធភូមិភាគទី4នៃកងយុទ្ធពលខេមរៈភូមិន្ទបានបញ្ជាក់ថានៅព្រឹកថ្ងៃទី24ខែឧសភាឆ្នាំ2026ចាប់ពីវេលាម៉ោង9:24នាទីដល់ម៉ោង10:10នាទីមានសម្លេងផ្ទុះបាញ់កំភ្លើង22គ្រាប់នៅតំបន់ច្រកអន្តរជាតិអូស្មាច់ខេត្តឧត្តរមានជ័យទឹកដីកម្ពុជាដែលកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃអញ្ចឹងបានន័យថាការបាញ់ហ្នឹងគឺជាបាញ់ចេញពីទឹកដីកម្ពុជារបស់យើងទេប៉ុន្តែទឹកដីទាំងនោះគឺជាទឹកដីរបស់កម្ពុជាយើងដែលសៀមបានធ្វើកាន់កាប់ដោយខុសច្បាប់បាទតកតងទៅនឹងករណីនេះក្រុមការងារទំនាក់ទំនងយុទ្ធភូមិភាគទី4របស់កម្ពុជាបានស្នើធ្វើលិខិតតវ៉ាទំនាក់ទំនងទៅកងទ័ពភូមិភាគ2របស់ថៃដើម្បីឲ្យភាគីថៃផ្ទៀងផ្ទាត់នឹងរឹតបន្តឹងវិធានការគ្រប់គ្រងមេលេរបស់កងទ័ពខ្លួនឲ្យបានរឹងតឹងនិងគ្រប់វិន័យឲ្យបានហ្មត់ចត់ពេញលេញនៅសេចក្តីប្រកាសរួមរបស់គណៈកម្មការព្រំដែនទូតរបស់កម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025បាទអញ្ចឹងកម្ពុជាយើងក៏បានធ្វើការប្រកាសហើយគឺជាធ្វើលិខិតតវ៉ាដែរបាទចំពោះរឿងរ៉ាវដែលសៀមបានធ្វើការរំលោភបំពានមកលើទឹកដីកម្ពុជារបស់យើងហើយការធ្វើនេះវាមែនទែនទៅគឺសៀមបាននឹងកំពុងដំឡើងនៅសាច់ដុំកំដឹងអីដូចណាក៏យើងមិនដឹងដែរតែកាលពីមួយថ្ងៃមុនសៀមក៏បានធ្វើការចល័តតបអីផ្សេងពាក់ព័ន្ធនឹងតបប្រកាសរបស់គេចល័តដើម្បីធ្វើយ៉ាងណាធ្វើការគម្រាមកំហែងបានធ្វើការបង្ហាត់តបអីអញ្ចឹងទៅតែការបង្ហាត់នេះគឺហេតុឡើងនៅទឹកដីរបស់គេទេយើងមិនដឹងថាវាយ៉ាងណាចំណៃទេបាទហើយយើងយកមើលព័ត៌មានមួយទៀតពាក់ព័ន្ធទៅនឹងផ្ទុះអាវុធជាង20គ្រាប់នៅអាមេរិកនៅក្បែរសតវិមានការព្រឹកមិញផងដែរតែខ្ញុំក៏បានរាយការណ៍អីវិញឆ្ងាយដែរបាទគាត់ប្រាប់ថាការពិព្រឹករបស់ពួកមិញគឺនៅខាងអាមេរិកគឺមានករណីបាញ់បោះមួយដែរបាទដោយនៅក្រុងក្បែរសតវិមានហ្នឹងឥឡូវយើងមកមើលព័ត៌មាននឹងបន្តិចទៀតបាទមានករណីបាញ់ប្រហារដ៏រន្ធត់មួយបានកាត់ឡើងនៅខាងក្រៅសតវិមានក្នុងរដ្ឋធានី Washington កាលពីព្រឹកថ្ងៃទី23ខែឧសភាឆ្នាំ2026ម៉ោងនៅអាមេរិកបណ្ដាលឲ្យខ្មាំងកាំភ្លើងម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីត្រូវបានកម្លាំងសន្តិសុខបានបាញ់តបតទៅវិញបាទអញ្ចឹងគឺស្លាប់ម្នាក់ហើយដោយសារតែការបាញ់តបទៅវិញពីខាងក្រុមអ្នកការពារអីអញ្ចឹងទៅយោងតាមសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសន្តិសុខសម្ងាត់របស់អាមេរិកបានដឹងថាបរិមម្នាក់បានដើរចូលជិតប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្បែរសតវិមានរួចក៏បានដកកំភ្លើងចេញពីក្នុងកាតាបរបស់ខ្លួនហើយក៏ចាប់ផ្ដើមបើកការបាញ់ប្រហារនៅលើមន្ត្រីសន្តិសុខភ្លាមមន្ត្រីប៉ូលីសសម្ងាត់បានតបវិញបានឲ្យជនសង្ស័យដកដួលលើដីហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យប៉ុន្តែរូបគេស្លាប់មុនពេលទៅដល់កន្លែងសង្គ្រោះនៅក្នុងការបាញ់ប្រហារទល់មុខគ្នាក្តៅគុកនេះប្រជាពលរដ្ឋម្នាក់បានធ្វើដំណើរឆ្លងកាត់នោះរងរបួសធ្ងន់ដោយសារតែក្រកកំភ្លើងនៃការបាញ់ប្រហារឆ្លងកាត់ចំខ្លួនរបស់គាត់រូបគេត្រូវបានសមាជិកបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតប៉ុន្តែសមាជិកមិនទាន់អាចបញ្ជាក់ថាតើកំភ្លើងត្រូវចំអ្នកដំណើរនោះចេញពីកំភ្លើងរបស់ភាគីណាឡើយទេអញ្ចឹងបានន័យថាការបាញ់ប្រហារហ្នឹងកំដៅថា
ចេញពីខាងកម្ពុជាឬក៏ចេញពីខាងណាយើងមិនទាន់បានដឹងទេបាទសូមជម្រាបជូនថាមន្ត្រីអនុវត្តច្បាប់ម្នាក់បានទម្លាយពីភ្នាក់ងារសារព័ត៌មាន Reuters ថាខ្មាន់កំភ្លើងដែលបានបាត់បង់ជីវិតគឺជាបុគ្គលមានបញ្ហាខួរក្បាលវិបលាសស្មារតីរូបគេធ្លាប់បានតុលាការចេញដីកាហាមឃាត់មិនឲ្យចូលក្បែរតំបន់សិទ្ធិវិមានម្ដងរួចទៅហើយនៅក្នុងហេតុការណ៍នេះមានមន្ត្រីសិទ្ធិវិមានម្នាក់រងរបួសផងដែររីឯខ្មាន់កំភ្លើងមិនទាន់ទម្លាយរបស់ការរីឯខ្មាន់កំភ្លើងមិនទាន់អាចទម្លាយរបងការពារសន្តិសុខចូលក្នុងសិទ្ធិវិមានបាននោះទេបាទអញ្ចឹងបានន័យថាការចូលបរិបហានេះគឺអត់ទាន់បានចូលទៅដល់ទីភ្នាក់ងារដូចជាចូលដល់ក្នុងសិទ្ធិវិមានទេបងប្អូនចឹងព័ត៌មាននេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះបាទពាក់ព័ន្ធទៅនឹងការផ្ទុះអាវុធ20ទៅ25គ្រាប់នៅខាងសិទ្ធិវិមានបាទហើយយើងចាំមើលព័ត៌មានថ្មីទៀតនៅពេលក្រោយបាទព័ត៌មានអន្តរជាតិយើងជួបគ្នាតែប៉ុណ្ណេះសិនចុះអរគុណច្រើនសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយៗទៀត